ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពី CT 200X ដែលគាត់មានបញ្ហាដុំ ABS គាត់យកមកឲ្យខាងខ្ញុំជួសជុលហើយឥឡូវហ្នឹងវាបានជួសជុលរួចហើយម្សិលមិញក៏បានតេស្តសាកម្ដងដែរតែគាត់ថាយើងចង់សាកឲ្យបានឆ្ងាយតិចទៀតអញ្ចឹងណាហើយព្រឹកហ្នឹងគឺត្រូវការសាកវាមកប្រើទៀតដើម្បីឲ្យបានដឹងថាសម្ពាធវាល្អត្រឹមត្រូវប្រើទៅវាស្រួលមិនស្រួលអញ្ចឹងណាបាទនេះគឺយើងឡាយមើលពេលបច្ឆេះពេលអីចឹងគឺសម្ពាធវាគឺនឹងថេបាទវាអត់មានការប្រែប្រួលឡើងចុះទេនឹងថេបាទហើយសាកម្សិលមិញក៏ឃើញថាវាអែមដែរតែព្រឹកឡើងចង់សាបន្តិចទៀតដើម្បីឲ្យប្រគល់ឡានទៅឲ្យម្ចាស់គាត់ចឹងណាបាទគឺព្រឹកមកសាបន្តិចទៀតបន្ទាប់មកគឺប្រគល់ឡានឲ្យទៅគាត់វិញហើយហ្នឹងហើយបងប្អូនមានទទួលជួសជុលដុំ ABS បាទមានត04ព្រុស04 05អីឡើងហ្នឹង010កាមេរី07 Hybrid AX 400H បាទ CT 200H ហ្នឹងហើយ470 570អាហ្នឹងក៏ទទួលជួសជុលដែរបងប្អូនសំខាន់ឲ្យតែបងប្អូនអាចមានទំនុកចិត្តហើយករណីខ្លះទៅវាគាត់អាសាសួរដែរថារឿងផ្ញើដុំផ្ញើអីមកជួសជុលអញ្ចឹងណាចង់និយាយប្រាប់បងប្អូនថាករណីដែលផ្ញើដុំអីមកជួសជុលបានហ្នឹងគឺបើវាបញ្ហាទៅលើ motor ទៅលើអីអញ្ចឹងយើងផ្ញើមកអញ្ចឹងយើងស្រួលក្នុងការជួសជុលប៉ុន្តែបើកូដវាប្រាប់ថាសោយដុំសម្ពាធឬខូចដុំសម្ពាធបងប្អូនផ្ញើទៅតែដុំមកអញ្ចឹងគឺបាក់ជួសជុលណាវាអាចនឹងផ្ញើទៅផ្ញើមកផ្ញើទៅផ្ញើមកអញ្ចឹងណាវាអាចឡងអញ្ចឹងដល់ពេលអញ្ចឹងវាពេលខ្លះវាខាតពេលបងប្អូនហើយវាពិបាកក្នុងការដោះផ្ញើដល់ពេលអញ្ចឹងវាធ្វើឲ្យការជួសជុលរបស់យើងវាអត់សូវមានប្រសិទ្ធភាពមានឡងមានអីចឹងណាបងប្អូនចំពោះបញ្ហាប្រាប់តែខូចដុំខូចអីចឹងតើបងប្អូនយកឡានមកដល់កន្លែងហ្មងខ្ញុំរៀបចំដោះជួសជុលរៀបចំមកស្អាតតែមើលមកស្អាតចាំបងប្អូនមកយកទៅវិញអាហ្នឹងគឺអូខេប្រើបានប៉ុន្តែបើដោះដុំយកមកផ្ញើទៅឲ្យផ្ញើមកវារៀងបាក់ទេបងប្អូនអើយមិនថាមិនចង់ទទួលទេប៉ុន្តែគាត់ថាបើយើងផ្ញើទៅផ្ញើមកអញ្ចឹងពេលខ្លះទៅវាអាចឡងអាចអីចឹងណាអញ្ចឹងវាពិបាកក្នុងការផ្ញើទៅផ្ញើមកហ្នឹងហើយអរគុណច្រើនបងប្អូនអរគុណព្រឹកហ្នឹងមានតែប៉ុណ្្នឹងហើយបង